មានរឿងមួយដែលធ្វើឲ្យការចរចាបោះឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់មិនជោគជ័យហើយក៏ពិបាកនឹងជោគជ័យដែរហើយរឿងមួយនោះគឺអ៊ីស្រាអែល សួស្តីបងប្អូនគ្នាម្ខាប់តកតងនឹងព័ត៌មានចុងក្រោយគេពីសង្គ្រាមសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់គឺបន្ទាប់ពីការចរចាអស់រយៈពេល21ម៉ោងការចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់បានបរាជ័យនិយាយទៅរឿងសង្គ្រាមនេះគឺរញ៉េរញ៉ៃដែលនៅក្នុងសប្តាហ៍មុនណាគឺម្ដងឈប់បាញ់ម្ដងបាញ់គ្នាវិញម្ដងចរចាម្ដងមិនចរចាដែលខ្ញុំខំប្រឹងចាំព័ត៌មានច្បាស់លាស់អាងបានធ្វើវីដេអូប៉ុន្តែនៅតែអត់ទាន់ច្បាស់ការអញ្ចឹងនៅពេលដែលទាំងអស់គ្នាមើលវីដេអូនេះប្រហែលជាអាចនឹងមានព័ត៌មានថ្មីចុងក្រោយទៀតប៉ុន្តែនេះគឺជាអ្វីដែលកើតឡើងចុងក្រោយគេពេលដែលខ្ញុំកំពុងតែថតវីដេអូនេះមានរឿងមួយដែលបានកើតឡើងកាលពីថ្ងៃទី7ខែមេសាដែលធ្វើឲ្យខ្ញុំដេកអត់លក់អីគឺផឹកព្រលឹមនៅសហរដ្ឋអាមេរិកភ្លាមគឺ Trump បានសរសេរនៅលើ Truth របស់គាត់បាននិយាយថា a whole civilization will die tonight never to be brought back again I don't want that to happen but it probably will however now that we have complete and total regime change where different smarter and less radicalized minds prevail maybe something revolutionarily wonderful can happen who knows we will find out tonight ដែលបើយើងស្ដាប់ទៅគឺជាការគំរាមដាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសអ៊ីរ៉ង់ការគំរាមប្រទេសមួយទាំងមូលនិងប្រជាជនរាប់លាននាក់គឺជារឿងមួយដែលខុសច្បាប់គឺជា war crime ប៉ុន្តែយើងដឹងហើយថាឥឡូវនេះទោះបីជា Donald Trump ធ្វើអីក៏មិនមានអ្នកណាគេខាត់គាត់ដែរព្រោះ Democrat គឺស្ងាត់ហើយ Congress គឺស្ងាត់ហើយអត់ហ៊ានធ្វើអីគាត់ទេប៉ុន្តែនេះគឺជារឿងនៅក្នុងវីដេអូផ្សេងទៀតដែលយើងនឹងនិយាយពេលក្រោយអញ្ចឹងនៅពេលដែល Trump បាន post truth នោះហើយគឺមានចលាចលជាច្រើនព្រោះនេះគឺជាការគំរាមដ៏ធំមួយហើយយើងដឹងហើយថា Trump គឺជាមនុស្សម្នាក់ដែលអត់អាចទាយទុកមុនបានទេគឺគាត់ unpredictable ព្រោះគាត់ធ្វើរឿងអីមួយមិនចាំបាច់តតែមានគម្រោងទេគឺតាមចិត្តរបស់គាត់អញ្ចឹងគេអត់ដឹងថាតើគាត់និយាយនោះគឺគ្រាន់តែគាត់ bluff ឬក៏គាត់និយាយ serious ទេមុនខ្ញុំចូលដេកខ្ញុំចិត្តតែគិតថាបើសិនបើងើបឡើងមកមានសង្គ្រាមនុយក្លេអ៊ែរតើត្រូវទៅធ្វើការទៀតឬក៏ចូលទៅដេកវិញប៉ុន្តែវាគឺជារឿងល្អមួយសម្រាប់យើងទាំងអស់គ្នាព្រោះប្រទេសប៉ាគីស្ថានក៏បានធ្វើជាអ្នកកណ្ដាលរៀបចំឲ្យមានការចរចាបត់ឈប់បាញ់រវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះគឺដោយសារតែនៅពេលដែលសហរដ្ឋអាមេរិកដោយសារតែនៅពេលដែល Donald Trump បានគម្រាមប្រទេសអ៊ីរ៉ង់ក៏បានបិទការទំនាក់ទំនងទាំងអស់ជាមួយនឹងសហរដ្ឋអាមេរិកទាំងអស់គ្នាគិតទៅវាគឺជារឿងមួយដែលសមហេតុផលហើយព្រោះបើសិនបើយើងទៅគម្រាមទម្លាក់គ្រាប់បែកសម្រាប់ប្រជាជនពេញមួយប្រទេសគេគឺគេច្បាស់ជាខឹងហើយឡើងចង់ចរចាជាមួយយើងទៀតហើយបន្ទាប់ពីប្រទេសប៉ាគីស្ថានបានជួយសម្រួលការចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ក៏មានការយល់ព្រមទៅលើបទឈប់បាញ់មួយដែលមានចំណុចចរចាចំនួន10ចំណុចនៅពេលនោះTrump ក៏បាន post នៅលើ Truth Social របស់គាត់បាននិយាយថាគាត់បានទទួលចំណុចទាំង10នោះហើយគាត់គិតថាវាគឺជាចំណុចគ្រឹះល្អមួយនៅក្នុងការចរចាហើយត្រូវបានយល់ព្រមដោយសហរដ្ឋអាមេរិកហើយនឹងមានបទឈប់បាញ់ចំនួន2សប្តាហ៍ជំនួសមកវិញប្រទេសអ៊ីរ៉ង់បានយល់ព្រមថានឹងបើក Strait of Hormuz ឲ្យមានការឆ្លងកាត់ទៅវិញតែបើសិនបើយើងបើកវងកញ្ចក់បន្តិចទាំងអស់គ្នាដឹងរឿងអីដែលគួរឲ្យខ្មាស់គេអត់ចំណុចទាំង10ចំណុចនោះគឺជាចំណុចចរចាដែលប្រទេសអ៊ីរ៉ង់បានឲ្យទៅសហរដ្ឋអាមេរិកប្រហែលសប្តាហ៍ហើយតែសហរដ្ឋអាមេរិកគឺអត់យល់ព្រមទេតែដល់ពេលឥឡូវហ្នឹងទឹកដល់ច្រមុះឈ្នះច្រើនពេកក៏ត្រូវមកយល់ព្រមទៅប្រហែលម៉ោងក្រោយពីមានការប្រកាសពីបទឈប់បាញ់នោះទាំងអស់គ្នាមានដឹងមានរឿងអីកើតឡើងអត់ Yeah, this ceasefire agreement is not even 24 hours old, and there's signs that it's falling apart. Iranian state media reporting that Tehran is prepared to exit the ceasefire agreement if Israel continues its bombing, its airstrikes targeting locations in Lebanon. And seemingly, Tehran has taken a couple of steps in doing that. They're once again shutting down the Strait of Hormuz. គឺអ៊ីស្រាអែលបានវាយប្រហារទៅលើប្រទេសលេបាណនហើយមិនត្រឹមតែវាយប្រហារធម្មតាវាគឺជាការវាយប្រហារដែលធ្ងន់ធ្ងរជាងគេនៅក្នុងសង្គ្រាមនេះហើយគឺជាការសម្លាប់ដែលខ្លាំងជាងគេតាំងពីទសវត្សរ៍ឆ្នាំ1990មកដោយគ្រាន់តែរយៈពេល10នាទីអ៊ីស្រាអែលគឺបានសម្លាប់មនុស្សជាង300នាក់និងធ្វើឲ្យមនុស្ស1165នាក់បានរងរបួសហើយគេបានទម្លាក់គ្រាប់បែកទៅលើជាង100គោលដៅនៅប្រទេសលេបាណន
ទាំងអស់នេះគឺកើតឡើងតែប្រមាណម៉ោងក្រោយពេលដែលមានការយល់ព្រមបទជបាញ់ពីសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ឯងពេលនោះដែរប្រទេសអ៊ីរ៉ង់បានពមៀនថាគេនឹងដកខ្លួនចេញពីបទជបាញ់បើសិនបើមានការវាយប្រហារទៅលើប្រទេសលេបាណនព្រោះវាគឺជាផ្នែកមួយនៃចំណុចទាំង10របស់ការយល់ព្រមពីបទជបាញ់នោះប៉ុន្តែអ៊ីស្រាអែលបាននិយាយថាប្រទេសលេបាណនមិនមាននៅក្នុងចំណុចទាំង10នោះទេហើយ Trump ក៏បានទៅតាមអ៊ីស្រាអែលដែរដោយនិយាយថាតាមពិតទៅគឺគាត់អត់បានយល់ព្រមអីទៅលើប្រទេសលេបាណននោះទេហើយអ៊ីស្រាអែលក៏បានបន្តវាយប្រហារទៅលើប្រទេសលេបាណនទៀតដោយសារតែឃើញបែបនោះហើយប្រទេសអ៊ីរ៉ង់ក៏បានដកខ្លួនចេញពីបទឈប់បាញ់ហើយក៏បិទ Strait of Hormuz ម្ដងទៀតដែលធ្វើឲ្យសង្គ្រាមគឺនៅតែបន្តឡើងវិញតើសហរដ្ឋអាមេរិកជាអ្នកកុហកឬក៏ប្រទេសអ៊ីរ៉ង់ជាអ្នកកុហកនៅពេលដែលគេបកកាយគ្នារៀងខ្លួនពីប្រទេសលេបាណននេះប្រទេសអ៊ីរ៉ង់គឺបានបញ្ចេញចំណុចទាំង10នៅក្នុងបទឈប់បាញ់នោះហើយយើងអាចមកមើលទាំងអស់គ្នាថាតើមានចំណុចអីគេខ្លះទី1សហរដ្ឋអាមេរិកធានាមិនមានការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះទេទី2ប្រទេសអ៊ីរ៉ង់បន្តគ្រប់គ្រងទៅលើ Strait of Hormuz ទី3បញ្ចប់សង្គ្រាមនៅក្នុងតំបន់គ្រប់ទីតាំងរួមទាំងការវាយប្រហារទៅលើ Hezbollah នៅប្រទេសលេបាណនទី4ដកចេញយោធារបស់សហរដ្ឋអាមេរិកពីគ្រប់ទីតាំងនៅក្នុងតំបន់ Gulf Arab States ទី5ផ្ដល់សំណងទៅប្រទេសអ៊ីរ៉ង់ទៅលើការខូចខាតពីសង្គ្រាមទី6យល់ព្រមឲ្យប្រទេសអ៊ីរ៉ង់មានសិទ្ធិenrich nuclear ទី7ដក primary sanctions ពីប្រទេសអ៊ីរ៉ង់ទាំងអស់ទី8ដក secondary sanctions ពីប្រទេសអ៊ីរ៉ង់ទាំងអស់ទី9បញ្ចប់ resolutions ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ពី Board of Governors of the International Atomic Energy Agency ទាំងអស់ទី10បញ្ចប់ resolutions ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ពី United Nations អង្គការសហប្រជាជាតិទាំងអស់ចំណុចទាំង10នេះគឺជាចំណុចដែលប្រទេសអ៊ីរ៉ង់បាននិយាយថាជាការយល់ព្រមពីសហរដ្ឋអាមេរិកហើយ Donald Trump ក៏បាននិយាយដែរថាវាគឺជា a workable basis ប៉ុន្តែអ៊ីស្រាអែលគឺនៅតែបន្តប្រកែកថាមិនមានការចរចាបញ្ចប់ការវាយប្រហារទៅលើប្រទេសលេបាណននៅក្នុងបទជបាញ់នោះទេបន្ទាប់មក Mohsen Razi ដែលជាមន្ត្រីយោធាជាន់ខ្ពស់របស់ IRGC គឺបានសរសេរនៅលើ Twitter ថាទំនួលខុសត្រូវការបរាជ័យនៃបទជបាញ់នោះគឺធ្លាក់ទៅលើសហរដ្ឋអាមេរិកដែលមិនចង់ឬក៏មិនអាចដាក់ខ្សែគ្រប់គ្រងឆ្កែឆ្កួតរបស់ខ្លួនឯងបានដោយសម្ដៅទៅលើប្រទេសអ៊ីស្រាអែលថាជាឆ្កែឆ្កួតរបស់សហរដ្ឋអាមេរិកក្រោយពីមានការរំលោភនិងលុបចោលបទជបាញ់នេះហើយគឺមានការព្យាយាមចរចាបន្ថែមទៀតប៉ុន្តែយើងពិបាកនឹងសម័យថាតើឲ្យប្រទេសអ៊ីរ៉ង់ទុកចិត្តសហរដ្ឋអាមេរិកបែបណាទៀតបើសិនបើការចរចានោះគឺមិនត្រូវបានគោរពដោយអ៊ីស្រាអែលផងហ្នឹងតើមិនបានអ៊ីស្រាអែលគឺចេះតែបែបហ្នឹងហើយមិនបានជាហ៊ានម៉េះសម្រាប់ខ្ញុំជឿថាការសម្លាប់បល្ល័យពូជសាសន៍នៅហ្គាហ្សាគឺជាចំណុចមួយដែលនាំឲ្យមានរឿងទាំងអស់នេះយើងដឹងហើយថាអ៊ីស្រាអែលគឺបានឈ្លានពាននិង occupy ប្រទេស Palestine តាំងពីឆ្នាំ1948ប៉ុន្តែការសម្លាប់បល្ល័យពូជសាសន៍ដែលចាប់ផ្ដើមនៅថ្ងៃទី7ខែតុលាឆ្នាំ2023គឺជា blueprint មួយវាគឺជាការតេស្តមួយរបស់អ៊ីស្រាអែលដើម្បីមើលថាតើគេអាចធ្វើបានកម្រិតណាមុននឹងមានអ្នកណាគេមកបញ្ឈប់ពួកគេបានវាយប្រហារទម្លាក់គ្រាប់បែកកំទេចហ្គាហ្សាហើយផុសតាងនៃការវាយប្រហារនិងការសម្លាប់បល្ល័យពូជសាសន៍ទាំងអស់នេះគឺមាននៅលើបណ្ដាញសង្គមមាននៅលើដៃរបស់យើងគ្រប់គ្នាដែលយើងអាចមើលឃើញក្នុង 4K ប៉ុន្តែសួរថាតើអ៊ីស្រាអែលបានទទួល punishment អីអត់តើមានអ្នកណាគេមកបញ្ឈប់អ៊ីស្រាអែលអត់គឺអត់ទេពិភពលោកយើងគឺបានបើកដៃឲ្យអ៊ីស្រាអែលបន្តសម្លាប់បល្ល័យពូជសាសន៍ទៅលើប្រជាជន Palestine រាប់ផ្សែននាក់ដោយយើងនាំគ្នាបិទភ្នែកធ្វើមិនដឹងហើយនេះគឺនាំឲ្យអ៊ីស្រាអែលមានភាពក្លាហាននិងគិតថាទោះបីជាគេធ្វើអីក៏មិនមានអ្នកណាគេហ៊ានមកបញ្ឈប់គេដែរព្រោះ Sugar Daddy សហរដ្ឋអាមេរិកគេនោះគឺមកការពារគេគ្រប់ពេលខ្ញុំនិងមនុស្សជាច្រើនអ្នកគឺបាននិយាយឲ្យថាបើសិនបើមិនមានអ្នកណាគេបញ្ឈប់អ៊ីស្រាអែលទេ Gaza គឺគ្រាន់តែជាចំណុចចាប់ផ្ដើមទេទាំងអស់គ្នាគ្រាន់តែមើលពីរបៀបនៃការវាយប្រហារទៅលើប្រទេស Lebanon ហើយប្រៀបធៀបទៅលើរបៀបដែលអ៊ីស្រាអែលវាយប្រហារទៅលើប្រជាជននៅ Gaza គឺដឹងហើយថាតើដូចគ្នាប៉ុណ្ណាសូម្បីតែការវាយប្រហារដែលផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជនស៊ីវិលដូចជាទម្លាក់គ្រាប់បែកទៅលើសាលារៀនទៅលើមន្ទីរពេទ្យក៏ដូចគ្នាដែរសួរថាចុះទៅវាយប្រហារទៅលើ Hamas ហើយនិយាយថា Hamas ហ្នឹងទៅលួចពួននៅក្នុងមន្ទីរពេទ្យនៅក្នុងសាលារៀនហើយអ៊ីស្រាអែលថែមទាំងបានវាយប្រហារទៅលើបរិក្ខារពេទ្យនៅ Gaza អញ្ចឹងសួរថាតើពួក Hamas ហ្នឹងទៅពួននៅក្នុងបរិក្ខារពេទ្យមែនعشان لو رجعنا لقيناهم ظابطين الدنيا ما تروح لم يتبقى شيء وكان الاحتلال الإسرائيلي يريد بهذه الخطوة التي يعملها إخراج مجمع ناصر الطبي الذي هو آخر حصن لوزارة الصحة الفلسطينية في جنوب قطاع غزة وذلك بعد خروج مستشفى غزة الأوروبي عن الخدمة فنحن الآن نعاني معاناة شديدة من نقص الأدوية وهذا أكبر دليل أنه هذه الحرب تشان ضد المدنيين تشان ضد المنظمات المدنية تشان ضد
ការវាយប្រហារបែបនេះគឺដើម្បីធានាថាប្រជាជនដែលរងរបួសគឺមិនអាចស្វែងរកជំនួយបានហើយត្រូវតែស្លាប់ដោយសារតែរបួសរបស់ពួកគាត់ហើយទាំងអស់គ្នាឃើញអត់ឥឡូវហ្នឹងឃើញអត់ថាអ៊ីស្រាអែលគឺហ៊ានវាយប្រហារបន្តទៅលើប្រទេសលេបាណនដោយមិនខ្វល់ថាសហរដ្ឋអាមេរិកបានយល់ព្រមទៅលើបទឈប់បាញ់យ៉ាងណាក៏ដោយក៏ណេតយ៉ាហ៊ូគឺនៅតែធ្វើតាមអីដែលគាត់ចង់ធ្វើអញ្ចឹងតើអ៊ីស្រាអែលគឺចង់បានអីឲ្យប្រកាសហេតុអីបានជាធ្វើរឿងទាំងអស់នេះខ្ញុំធ្លាប់បាននិយាយនៅក្នុងវីដេអូមុនម្ដងឯថាអ្វីដែល Zionist រួមទាំង Netanyahu គឺចង់បានណាគឺ Greater Israel តើ Greater Israel នោះគឺជាអីមានចំណុចមួយនៅក្នុង Genesis 15:18 ដែលបាននិយាយថា To your descendants I have given this land from the river of Egypt to the great river the river Euphrates ដែល clear នេះគឺត្រូវបាន quote ដោយស្ថាបនិក Zionism គឺ Theodore Herzl កាលពីឆ្នាំ1898ដែលគាត់បាននិយាយថានេះគឺជាព្រំដែននៃរដ្ឋអ៊ីស្រាអែលនៅថ្ងៃអនាគតហើយ Netanyahu បាននិយាយថាវាគឺជា historic and spiritual mission គឺជាគោលដៅរបស់ពួកគាត់អញ្ចឹងបើនិយាយខ្លីទៅគឺគោលដៅរបស់អ៊ីស្រាអែលគឺចង់ឈ្លានពានយកដីពីប្រទេស Egypt, Lebanon, Jordan, Iraq, Syria និង Saudi Arabia គឺចង់ពង្រីកដីពីជិត21,000 ម៉ែត្រការ៉េរបស់អ៊ីស្រាអែលឥឡូវហ្នឹងដែលបានយកពី Palestine ទៅជិតកន្លះលានម៉ែត្រការ៉េ In 2024, an Israeli soldier was photographed in Gaza wearing this badge. It shows an imagined country stretching from the Nile in Egypt to the Euphrates in Iraq. It includes all of Palestine, Jordan, Lebanon, and chunks of Syria, Egypt, Iraq, and Saudi Arabia. It's called Greater Israel, what Israeli Prime Minister Benjamin Netanyahu calls a historic and spiritual mission. Today, Israel's internationally recognized territory covers almost 21,000 square kilometers. The territory on that badge? Roughly 500,000 square kilometers, basically 25 times larger. ហើយនេះគឺជាគោលដៅពិតប្រាកដរបស់អ៊ីស្រាអែលរបស់ Zionist និងរបស់ Netanyahu នេះហើយបានជាគេចេះតែវាយប្រហារនិងឈ្លានពានអត់ឈប់ហើយគេក៏បានជោគជ័យនៅក្នុងការឈ្លានពានប្រទេស Palestine និងតំបន់ខាងត្បូងនៃប្រទេស Lebanon ដែរព័ត៌មានចុងក្រោយគឺ Trump បាន post ថានឹងរៀបចំការបិទគប់មិនឲ្យមានកប៉ាល់ណាឆ្លងកាត់ Strait of Hormuz ទេហើយក៏មានការបិទមិនឲ្យមានប្រទេសណាបង់លុយឲ្យប្រទេសអ៊ីរ៉ង់ដើម្បីឆ្លងកាត់ Strait of Hormuz បានដែរគាត់ថាការបង់លុយនេះគឺជារឿងមួយដែលខុសច្បាប់ព្រោះប្រទេសអ៊ីរ៉ង់ធ្លាប់បាននិយាយថានឹងដាក់ថ្លៃឆ្លងកាត់ចំនួន$2 លាននៅក្នុងមួយកប៉ាល់នេះមានន័យថាមិនមានកប៉ាល់ប្រេងណាដែលអាចឆ្លងកាត់បានទោះបីជាយ៉ាងណាក៏ដោយហើយក៏មានន័យថាវិបត្តិប្រេងនឹងកាន់តែធ្ងន់ធ្ងរដែរនៅពេលឆាប់ៗខាងមុខនេះប៉ុន្តែក្រោយមកក៏ White House បាននិយាយថាអូអត់មានអញ្ចឹងទេគេអត់មែនបិទគប់ទេគឺគេគ្រាន់តែបិទកុំឲ្យមានកប៉ាល់ណាឆ្លងកាត់ឬក៏ឆ្លងចេញឬក៏ចូលពីប្រទេសអ៊ីរ៉ង់ទេអញ្ចឹងព័ត៌មានគឺវល់ពេញហ្នឹងហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំជឿថាបើសិនបើមិនមានអ្នកណាគេបញ្ឈប់ឬក៏គ្រប់គ្រង Netanyahu ទេការចរចាបត់ឈប់បាញ់គឺពិបាកណាស់ព្រោះ Israel នឹងមិនយល់ព្រមទេបើទោះបីជាសហរដ្ឋអាមេរិកយល់ព្រមយ៉ាងណាក៏ដោយហើយបើសិនបើមិនមានអ្នកណាគេបញ្ឈប់ Israel ទេការវាយប្រហារនិងការឈ្លានពានទៅលើប្រទេស Lebanon គឺនឹងមិនបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងព្រោះយើងឃើញថាគោលដៅរបស់ Zionist គឺមិនបញ្ចប់ត្រឹមហ្នឹងឯង Gaza គឺជាចំណុចចាប់ផ្ដើមមួយប៉ុន្តែតើយើងនឹងបដ ாய் ឲ្យ Israel បង្កចលាចលនិងសម្លាប់មនុស្សដល់ពេលណាទៀតអរគុណអ្នកនរគ្នាដែលបានមើលបើសិនបើចូលចិត្តវីដេអូនេះកុំភ្លេច like និង share ហើយទៅ follow ខ្ញុំនៅលើ TikTok subscribe នៅលើ YouTube និងដាក់កណ្ដឹងផងដើម្បីបានវីដេអូថ្មីៗទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ